ពេលដែលខ្ញុំចុចបញ្ចូលថ្មគឺអ៊ីនធឺណិតរបស់ខ្ញុំបិទអញ្ចឹងពេលដែលខ្ញុំដកថ្មអ៊ីនធឺណិតរបស់ខ្ញុំគឺបានបើកវិញអូតូគឺបងប្អូនតម្រូវឲ្យមានកម្មវិធីមួយដែលឈ្មោះថា shortcut អញ្ចឹងចូលទៅកម្មវិធី shortcut នឹងចូលឃើញទម្រង់ដូចនេះអញ្ចឹងយើងចូលទៅសញ្ញាបូកនៅខាងលើអញ្ចឹងពេលដែលយើងចូលមកដល់សញ្ញាបូកហើយគឺបងប្អូនគ្នាធ្វើការ search អញ្ចឹងខ្ញុំដាក់ថា Wi-Fi អូខេអញ្ចឹងយើងចូលមកដល់ហ្នឹងយើងដាក់ថា Wi-Fi បន្ទាប់មកបងប្អូននឹងឃើញពាក្យថា set Wi-Fi អញ្ចឹងយើងចុចលើថា set Wi-Fi ហ្នឹងមកបន្ទាប់មកកន្លែងហ្នឹងបងប្អូនអាចដាក់អោមកឡៃ on នេះបងប្អូនដាក់អោមកអញ្ចឹងវាលោតមកអោបន្ទាប់មកបងប្អូន search មួយទៀតពាក្យថា cellular data អញ្ចឹងបងប្អូននឹងឃើញនេះ set cellular data អញ្ចឹងយើងចុចអោដូចគ្នាបន្ទាប់មកបងប្អូនធ្វើការចុចដានមួយអញ្ចឹងយើងឃើញ cellular data អញ្ចឹងបន្ទាប់មកយើងចុចបូកមួយទៀតចុចបូកមួយទៀតយើងធ្វើការ search ដូចគ្នាដែរដាក់ថា Wi-Fi អញ្ចឹង set Wi-Fi កន្លែងនេះបងប្អូន on ធម្មតាមកតបងប្អូន search មួយទៀត cellular data ណាអញ្ចឹងកន្លែងនេះដាក់ on ដូចគ្នាដើម្បីឲ្យពេលដកបិទហើយដល់ពេលយើងដោតថ្មគឺបើកអញ្ចឹងយើងចុចដានមកបន្ទាប់មកអ្វីដែលបងប្អូនទៅធ្វើគឺបងប្អូនចូលកន្លែង automation នេះតមកយកពាក្យថា new automation ពេលដែលយើងយក new ហើយយើងចូលមកខាងក្រោមនេះយើងយកពាក្យថា charger ហ្នឹងមកបន្ទាប់មកបងប្អូនគ្រីសយកនេះ connect អញ្ចឹងបើសិនជាបងប្អូនយកអានេះអត់ក៏បានដែរតែបងប្អូនទៅកំណត់ខុសគ្នាពេលតែពេលដកបងប្អូនយកនេះពេលបើកបងប្អូនយកពេលដុតថ្មបងប្អូនយកនេះអញ្ចឹងកន្លែងនេះខ្ញុំយក run immediately អញ្ចឹងខ្ញុំយក next មកបន្ទាប់មកបងប្អូនត្រូវនេះមើលពាក្យថា my shortcut អញ្ចឹងយើងយក shortcut មួយណាដែលយើងបានកំណត់មិញចុចខ្ញុំយក shortcut ឧទាហរណ៍ shortcut មួយនេះខ្ញុំធ្វើការចុចដានមកបន្ទាប់មកខ្ញុំធ្វើការ add មួយទៀតខ្ញុំចុចសញ្ញាបូកនៅខាងលើបន្ទាប់មកខ្ញុំយកដូចគ្នាដែរខ្ញុំយក like charger បន្ទាប់មកខ្ញុំយកនេះខ្ញុំដកតិចនេះបងប្អូនណាអញ្ចឹងខ្ញុំចុចនេះ like run នេះមកជិះបងប្អូនអាចយល់ហើយហ្នឹងគឺកំណត់ដូចគ្នាគាត់ហើយមួយយើងយកពេលដកមួយយើងយកពេលបិទបន្ទាប់មកយើងចុច next មកបន្ទាប់មកតែមួយនេះមកបន្ទាប់មកយើងទទួលបានហើយអ្វីដែលយើងទៅធ្វើនោះនេះអញ្ចឹងយើងគ្រាន់តែចូលទៅក្នុងអ៊ីនធឺណិតរបស់យើងដើម្បីធ្វើការតេស្តឧទាហរណ៍ថាខ្ញុំធ្វើការដោតក្នុងសាររបស់ខ្ញុំជឿថាខ្ញុំថតដៃម្ខាងដោតចឹងរៀងប្រហែលទេបងប្អូនគ្នាអញ្ចឹងខ្ញុំធ្វើការដោតតែម្ដងឧទាហរណ៍ទៅអ៊ីនធឺណិតរបស់ខ្ញុំបើកនេះអញ្ចឹងខ្ញុំដោតទៅអ៊ីនធឺណិតរបស់ខ្ញុំគឺបានដាច់អញ្ចឹងដល់ពេលដែលខ្ញុំដកឆ្នាំងសាកចេញថ្មកន្លែងចូលអ៊ីនធឺណិតរបស់ខ្ញុំគឺបើកវិញថ្មយើងសាកឆាប់ចូលមិនងាយខូចថ្មទូរស័ព្ទយើងអត់សូវក្តៅកាលណាយើងសាកបដាគឺធ្វើឲ្យថ្មយើងវាក្តៅឆាប់ខូចថ្មម៉ាស៊ីនយើងក៏អាចនឹងរៀងខ្សោយបងប្អូនអរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណេះយើងនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ